ចូលលើគុណលើអត់អូខេឥឡូវយើងមកមើលទាំងអស់គ្នាលទ្ធផលរបស់ EA យើងមក check មើលនេះ account មួយនេះ15000គឺ EA ត្រូវទៅលើមាសសុទ្ធឥឡូវវិជាត្រូវ clear អស់ហើយនៅសល់ពីវិជា sell ថ្ងៃនេះបានចំណេញមួយព្រឹកនេះបាន35វាចូលជិត 0.3% ដែរអតិថហើយអូខេបាន600ជាងស្មើនឹង 6% វាគិតថាដើមទុន 10000 ចុះអានេះ account ទី1ដែល EA ហ្នឹងត្រូវទៅលើមាសសុទ្ធយើងមកមើលaccount មួយទៀតបាទ account នេះគឺ EA នឹងត្រូវទៅលើ3 pair ទី1 Bitcoin ទី2 មាសទី3 US 30បាទឥឡូវកំពុង hold 60មកព្រឹកនេះគឺវាចំណេញបាន61បាទពីម្សិលថ្ងៃ17អូខេចំណេញបាន200ជាងស្មើនឹង 2.7% ដែរបាទអានេះ account ទី2ដែល EA ត្រូវទៅលើ3 pair ហ្នឹងដំណើរការទៅលើ3 pair Bitcoin មាស US 30ហើយយើងមកមើល account មួយទៀតណា account នេះបាទដើមទុន 16000 EA ត្រូវទៅលើ currency បូកជាមួយនឹង Bitcoin បាទអញ្ចឹង currency US GPY Euro USD CHF GPY Canada GPY ជាមួយនឹង Bitcoin បាទគឺ5គូបាទ1 2 3 4 5គូ4គូ currency ជាមួយនឹង Bitcoin បាទគឺ5គូអញ្ចឹងចំណេញនេះចំណេញពីម្សិលបាទបើចំណេញពីម្សិលគឺយើងបានពីថ្ងៃ17នេះគឺយើងបាន275ថ្ងៃនេះមកព្រឹកនេះគឺយើងបាន40ហើយហើយយើងមកមើលមួយទៀតបាទ EA ហ្នឹងដំណើរការទៅលើ US 30សុទ្ធមកអញ្ចឹង EA ដើរលើ US 30នេះគឺជាម្ចាស់ account កាត់ចូលដៃបន្ថែមទេតែ EA ដើរលើ US 30អញ្ចឹងមកព្រឹកនេះអូខេបាន24ដែរកាត់ US 30សុទ្ធអតិថហើយបាន600ជាងហើយពីម្សិលបាន74ស្មើនឹង 0.7% បាទហើយកម្រិត drawdown ទៀត អញ្ចឹង EA នេះអាចដើរបានច្រើននៅលើ currency អាចបូកបានទៅតាមកម្រិតសុវត្ថិភាពមួយបាទបងប្អូនដែលមានបំណងចង់ប្រើប្រាស់ EA នេះសូមតាក់ទងបាទតាក់ទងជាមួយនឹងអ្នកដែលផ្ញើវីដេអូនេះឲ្យបងប្អូនដើម្បីអាចបើក account មក